បនរំលឹកគុណអតីតអ្នកកសាងវត្តព្រៃខ្ពស់និងឧទ្ទិសកុសលជូនអតីតគ្រូចៅអធិការអាចារ្យគណៈកម្មការរួមទាំងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសយើងខ្ញុំជាព្រះសង្ឃអាចារ្យគណៈកម្មការអាជ្ញាធរដែនដីនិងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តព្រៃខ្ពស់ស្ថិតនៅឃុំព្រៃខ្ពស់ស្រុកបវលខេត្តបាត់ដំបងបានផ្ដួចផ្ដើមធ្វើបុណ្យរំលឹកគុណដល់អតីតអ្នកកសាងវត្តចម្ពោះរុក្ខាវនារាមហៅវត្តព្រៃខ្ពស់អ្នកផ្ដាំបុណ្យលោកផែនភិតអ្នកស្រីឌឿនភិតលោកផុយអ្នកស្រីតាមជួងសមិទ្ធឃឹមសុផលកឹមជាតាសុកនិងភរិយាតាលើតយាយអឿនអ្នកស្រីនួនឧត្តរបញ្ញានិងស្វាមីតាយេតយាយយ៉ាតលោកកៅប៉ុនសេងអ្នកស្រីជីវថាវីលោករៀនអ្នកស្រីប៉ែវលោកផាផានលួងលោកលីលោកស្រីវាចាលោកយាយងាជុំលោកស្រីសានុំស្វាយជុំលោកដេវីតលីអ្នកស្រីស៊ីងឌីលីលោកសថេពអ្នកស្រីទេវីរួមទាំងកូនចៅប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធដូនតាព្រះចៅអធិការចាំថាចៅអធិការច័ន្ទលោះលោកតាស្រិលលោកតានឹមហុកលោកតាប្រកបលោកតារួលោកតាជឿមឆោមលោកតាធានផនលោកតាធានខំលោកតានៅលោកតាលុបលោកតាឡុងឆិតលោកតាជួងឌឿនលោកតាប៉ាន់ជួងអាចារ្យតាអាចារ្យថងជើមអាចារ្យភួងអាចារ្យឡាត់អាចារ្យខៀនខឿនអាចារ្យចេងអឹងអាចារ្យសយអាចារ្យថាអាចារ្យឆៃមិត្តអាចារ្យសឹមគណៈកម្មការមឡែបគណៈកម្មការដែនធម្មគណៈកម្មការមិត្តចិត្តគណៈកម្មការរិទ្ធបុកគណៈកម្មការប៉ែវណានគណៈកម្មការធានផុនគណៈកម្មការអ៊ូចរមគណៈកម្មការជាមហៅគណៈកម្មការធិថឹងគណៈកម្មការសុថិនគណៈកម្មការតាឃ្លឿគណៈកម្មការតាម៉ាក់គណៈកម្មការមើចែមគណៈកម្មការសាយសុកនិងបរិស័ទតាកើតយាយផុងយាយភូនរានយាយឈូកណាមយាយបុនយាយឆោមរេនសុនហៈយាយតេះតាខិតប៉ែវយាយសឹមហមហ៊ឹមព្រឿងប្រុងតាមញែកផឹងយាយហៀកយាយវុនតាប៉ែវនឹកប្រពន្ធតាព្រៃយាយហាច់រុនយាយធានមួងកូនថាថមីយាយដោនម៉ាន់សឿនសៀនចិនប៉ែតាទូចជួបតាប្រាក់ខែមប្រាក់ណែមលោកយាយសុតឡៃឆែមឡាមតាឆាំរ៉ាតលោកឆាងខាវចយសៀមតាអ៊ូរ៉មលោកតាសាយសុកលោកយាយលុនថាប់នុនតាសៅទាតុនគីលោកតាឆែមសួនលោកយាយសុកពីលោកយាយឆែមភូនតាប៉ិនរិទ្ធកូនពុកញ៉ាញ់តាឡៃរៀងកើងគៀងសៅហេងម៉ាក់សួរច័ន្ទលៈតាជើបតាឈឿនឧបាសិកាកុលហេឧបាសិកាបូតាយ៉ាន់ផិនឈៀនយាយច័ន្ទថនប៉ុនសាទព្រះផិនលោកយាយម៉ោលហ៊ុនលោកយាយសាយបួតាខំឧបាសិកាជៀនហឹមសុកថាសុឡាផុងតាផោងសុភីបលោកគ្រូទឿងតាកឹងកុំតាប៊ូតាជៀនអ៊ំវ៉ាតយាយពីអ៊ំព្រឿងយាយផាន់តាប៉ែវយាយផាន់តាឆឹកតាឈឿនយាយណាយាយណាំយាយឆៃអ៊ូនយាយឯកសៀងតាសួនឆៃគៀតឈៀកមុលខិតតាខុងយាយថងម៉ាតាតុយលឹមយាយមានតាញ៉ែមតាថងភូយាយភូនប្លុងនាងឈុំភូតាសំលៀមយាយសំធឿនតាទូចបឹបយាយជាសូតាសយយាយគ្រីតាខិតាប៉ុនតាប្លិនយាយផាតាលីក្មួយផាន់តាជីបយាយមុំតាស្រើបសៀបតាសាន់ឈួនយាយតាំងអ៊ំអុចអ៊ំញឹបអ៊ំលឹកអ៊ំសអ៊ំរិនអ៊ំផុងអ៊ំនឹបបងសុយបងលីបងលៃបងខ្ចងឆៃតារិតយាយសៃភូនប្លុងភូនណយតាជើតតាជួបយាយមួងយាយម៉ែវបងភ័ក្រតាថងភូយាយអ៊ុបយាយភូនយាយអន្តាតាកៅយាយណាតាសែតយាយភីតាស៊ីយាយកើតតារិមីងគុនយាយភូតបងងកបងយីក្មួយគក់ក្មួយហេងយាយលៀបយុតតាហាប់រំតាណាំថងឌីយាយអ៊ីយាយខនបងណាម៉ាចំតាខនអ៊ំអែមយាយធូបតាសៀបយាយឆែបបងផនតាភូនតាដុំតាឡាន់តាម៉ែនតាជីបតាប៉ុនតាហូយាយលាក់អ៊ីពេញស្រីទូចតាពោយាយយីតាយ៉ងតាអុនតាលួងយាយដែកតាជើមយាយណាងតាលួងវិចិត្រនួងណារោ
តាវ៉ាន់សំយាយកានសំលោកពិនរិទ្ធយាយឆាងខៅកូនម៉ាប់ផាន់តាញឹបយាយតែមយាយញឹបផាន់ផុនប៉ុនធឿនផុនព្រាផុនម៉ៅផុនលុចផុនសំរងយាយយូយ៉ៃតាធានប៉ងតាធានគិនានយាយខឿននានរុនរ៉េនកំហានតាជួបយាយចៃយាយសៅស៊ីនានអេធានប្រាំងធានមែនធានណែនតាសៅយាយជីបយាយសាប់យាយដើងញោមស្រីលោកតាច័ន្ទលោះតាម៉ៅចែមយាយលៀបយន្តយាយផៅតាថើងតាទូចយាយប្លាប់តាសឹមយាយប៉ែនតាសែតយាយហៅម៉ុតបងសនផុនយាយនងបងចាំបងថាំដករាំងបងថាំសច្ចាយាយញញបងហើឧបាសិកាឈូនឈូកឧបាសិកាឌៀងតាម៉ាយាយតែមតាប៉ាន់យាយយុនបងស្រីបៀបបងស្រីម៉ាតកូនប្រុសរិទ្ធីតាផៃតាផិតតាពេជ្រតាយាយញែកភឹងតាឡាត់យាយឆៅតាឡុងកាន់តាជីយាយយួមម៉ៅអូនតាប៉ែវយាយវែវវ៉ាត់ណែមបាំងបៀនចាន់ម៉ាក់ញ៉ែមសុម៉ាក់ម៉ងម៉ាក់ម៉ែនម៉ាក់មុកជៀមងាតកៅវុនតាមីយាយជើបតាប៉ុចវ៉ាប្រេងផាន់តាសួរសែមតាតោឈឹងចៅវរៈបុត្រតាលើមយាយជើបតាយ៉មយាយប្រាំងសូមគោរពអញ្ជើញអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញានិងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ចូលរួមជាភ្ញៀវកិត្តិយសនិងអនុមោទនាបុណ្យកុសលរៀងៗខ្លួនដោយមេត្រីភាពកម្មវិធីបុណ្យថ្ងៃសៅរ៍8កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី5ខែមេសាឆ្នាំ2025វេលាម៉ោង 2:00 នាទីរសៀលជួបជុំពុទ្ធបរិស័ទជិតឆ្ងាយវេលាម៉ោង 3:00 នាទីរសៀលនមស្ការសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិញ្ញវេលាម៉ោង 4:00 នាទីរសៀលនិមន្តព្រះសង្ឃសម្ដែងព្រះធម៌ទេសនាវេលាម៉ោង 5:00 នាទីល្ងាចអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនីយអាហារវេលាម៉ោង 7 យប់មានកម្មវិធីតន្ត្រីអកដងរំលែងកម្សាន្តលុះដល់ថ្ងៃអាទិត្យ9កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី6ខែមេសាឆ្នាំ2025វេលាម៉ោង 7:00 នាទីព្រឹកប្រកិនយគូដល់ព្រះសង្ឃវេលាម៉ោង 9:00 នាទីព្រឹកពិធីរាប់បាតព្រះសង្ឃចំនួន80អង្គវេលាម៉ោង 11:00 នាទីថ្ងៃត្រង់វេផតហាប្រគេនដល់ព្រះសង្ឃនិងឧទ្ទិសកុសលជូនដល់ញាតិកាក្នុងសង្សារវត្តជាកិច្ចបញ្ចប់កម្មវិធីបុណ្យបញ្ជាក់ពិធីបុណ្យនេះធ្វើឡើងនៅវត្តព្រៃខ្ពស់ស្ថិតនៅឃុំព្រៃខ្ពស់ស្រុកបវលខេត្តបាត់ដំបងទំនាក់ទំនងមកកាន់លេខទូរស័ព្ទព្រះចៅអធិការ060 22 77 44 099 28 80 98និង096 600 95 90សូមថ្លែងអំណរគុណចំពោះវត្តមានអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញានិងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ដែលបានផ្ដល់កិត្តិយសដ៏ឧត្តមឧត្តមចំពោះគ្រួសារយើងខ្ញុំសូមអរព្រះគុណនិងសូមអរគុណ